ណាណាធ្វើឲ្យមហាជនចែកមិនដាច់ជាមួយនឹងឈុត fashion មិនឆោតផ្នែកដែលធ្វើឲ្យពណ៌ដូចសាច់បេះបិទតារាស្រីលំដាប់ជួរមុខណាណាបានធ្វើឲ្យគ្រប់គ្នានៅក្នុងព្រឹត្តិការណ៍មួយនាទីក្រុងសេអ៊ូលងាកមកមើលនាងស្ទើរតែគ្រប់គ្នាជាមួយនឹងជម្រើសឈុត fashion ដ៏ប្លែកភ្នែកនិងមានភាពលេចធ្លោខ្លាំងដែលមើលទៅហាក់ដូចជាពណ៌សាច់របស់នាងតែម្ដងកាលពីថ្ងៃទី24ខែមេសាកន្លងទៅនៅក្នុងកម្មវិធីជួបជុំអ្នកសារព័ត៌មាននិងពិធីជប់លីង Damour Private Evening Party ដែលប្រារព្ធឡើងនៅ STOH House នៅក្នុងតំបន់ Gangnam ក្រុងសេអ៊ូលវត្តមានរបស់ណាណាបានឆក់យកចំណាប់អារម្មណ៍យ៉ាងខ្លាំងនាងបានបង្ហាញខ្លួននៅក្នុងឈុតស្វីតពណ៌សាច់រួមជាមួយនឹងអាវ velvet នៅខាងក្នុងដែលបង្ហាញពីភាពឆើតឆាយនិងប្រណិតបំផុតអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលនិងមើលតែស្ទើរមិនចង់ជឿនោះគឺពណ៌នៃឈុតដែលនាងស្លៀកមានពណ៌ស៊ីគ្នាខ្លាំងទៅនឹងពណ៌សាច់របស់នាងរួមជាមួយនឹងរ៉ូបដ៏រឹបរាងដែលធ្វើឲ្យមានរូបភាពបញ្ឆោតភ្នែកមើលទៅដូចជានាងមិនបានស្លៀកអ្វីបាំងសាច់នោះឡើយបន្ថែមពីលើនេះម៉ូដសក់ខ្លីនិងទម្រង់ម៉ូដដ៏មុតស្រួយរបស់នាងគឺកាន់តែជួយបង្កើនភាពទាក់ទាញនិងភាពថ្លៃថ្នូរណាណាបានបង្ហាញពីភាពអាជីពរបស់នាងតាមរយៈការធ្វើកាយវិការថតរូបយ៉ាងមានទំនុកចិត្តបំផុតគួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះណាណាក៏ទើបតែក្លាយទៅជាប្រធានបទក្តៅកកុសក្រោយពីនាងបានចូលខ្លួនធ្វើជាសាក្សីនៅក្នុងករណីចូលលុកលុយផ្ទះនិងការបង្កហិង្សាមួយនាងបានផ្ញើសារទៅកាន់អ្នកគាំទ្រថាខ្ញុំបាននិយាយរាល់អ្វីដែលខ្ញុំចង់និយាយអស់ហើយដែលបង្ហាញពីភាពស្មោះត្រង់និងអារម្មណ៍ធូរស្រាលរបស់នាងបន្ទាប់ពីបានផ្ដល់សក្ខីកម្មរួចរាល់